អេកូទេសចរនៅសមាគមអភិរក្សដំរីអៃរ៉ាវតាដើម្បីចូលរួមទេសចរក្នុងសុខសន្តិភាពខេត្តរតនគិរីនៅព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025នៅសមាគមអភិរក្សដំរីអៃរ៉ាវតាស្ថិតនៅភូមិកាទៀងឃុំលបាំង2ស្រុកលំផាត់ខេត្តរតនគិរីលោកស្រីខៃចិន្តាប្រធានសមាគមអភិរក្សដំរីអៃរ៉ាវតាបានរៀបចំកម្មវិធីអេកូទេសចរដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រធានមន្ត្រីទេសចរអាជ្ញាធរមូលដ្ឋានមេឃុំមេប៉ុស្តិ៍លបាំង1មេឃុំមេប៉ុស្តិ៍លបាំង2មេភូមិទាំងពីរនិងតំណាងចាស់ទុំជាពិសេសសហគមន៍ជាច្រើនរួមមាន1សហគមន៍យៈឡោម2សហគមន៍កាទៀង3សហគមន៍កោះក្រំ4សហគមន៍គិរីលំកុដ5សហគមន៍ព្រៃភ្នំក្រូច6ប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនរតនគិរីនិងជាម្ចាស់សន្តាគារផ្សារស៊ីត្រា7ខ្មែររីសត8វិស័យអប់រំនាយកសាលាគ្រូយើង9មគ្គុទ្ទេសក៍ទេសចរកម្ពុជានិង10ប្រតិបត្តិការរ៉ឺម៉កកង់3មានមតិសំណេះសំណាលប្រធានមន្ត្រីទេសចរខេត្តរតនគិរីលោកង៉ែតវិទូបានលើកឡើងជាច្រើនចំណុចសំខាន់ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍតំបន់ទេសចរសម្ដៅលើសម្បទានទេសចរមានដូចជាធុងសម្រាមផ្លាកសញ្ញាបន្ទប់សម្លៀកបំពាក់ឡាចំពោះហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្លូវលំឬផ្លូវតភ្ជាប់លោកប្រធានមន្ត្រីលើកឡើងថាបានរាយការណ៍ទៅមន្ត្រីអភិវឌ្ឍហើយមន្ត្រីអភិវឌ្ឍក៏បានដាក់បញ្ចូលក្នុងផែនការមេ5ឆ្នាំរបស់មន្ត្រីអភិវឌ្ឍជនបទហើយដែរសូមស្ដាប់ការលើកឡើងរបស់ប្រធានមន្ត្រីទេសចរខេត្តរតនគិរីលោកង៉ែតពីទូដូចតទៅពាក់ព័ន្ធទៅនឹងផ្លូវលំឬក៏ផ្លូវតភ្ជាប់ក៏ស្ថិតនៅក្នុងផែនការមេ5ឆ្នាំរបស់ទីដែរប៉ុន្តែមន្ត្រីបានត្រឹមមកទទួលសារសុំទេបាទដូចផ្លូវអញ្ចឹងមិនមែនថាមន្ត្រីទេសចរមិនមានការស្នើសុំទេស្នើសុំដាក់ចូលផែនការទៅហើយខាងមន្ត្រីអភិវឌ្ឍបានឆ្លើយថាគាត់ដាក់បញ្ចូលនៅក្នុងផែនការរបស់គាត់ហើយបាទសាធារណការគាត់ថាអានេះជាផ្លូវរបស់អភិវឌ្ឍពាក់ព័ន្ធបញ្ហាទេសចរអាជ្ញាធរស្រុកលំផាត់លោកស៊ូផលីអភិបាលរងស្រុកលំផាត់បានលើកឡើងថាតំបន់ទេសចរក្នុងស្រុកលំផាត់មាន6កន្លែងទី1អរមណីយដ្ឋានទឹកធ្លាក់កាទៀងទី2អរមណីយដ្ឋានយៈម៉ាយទី3អរមណីយដ្ឋានគិរីលំកុដទី4អរមណីយដ្ឋានយៈអោមទី5អរមណីយដ្ឋានតាតៃនិងទី6អរមណីយដ្ឋានទឹកធ្លាក់7ជាន់អូទីនឡែសូមស្ដាប់ការលើកឡើងអភិបាលរងស្រុកលំផាត់លោកស៊ូផលីដូចតទៅស្រុកលំផាត់នេះមាន6កន្លែងដែលតំបន់ទេសចរសម្រាប់បងប្អូនដល់ការលេងកម្សាន្តហ្នឹងបាទអញ្ចឹងយើងធ្វើម៉េចយើងទៅលើកស្ទួយទៅលើវិស័យទេសចរនោះឲ្យបានកាន់តែឲ្យខ្លាំងឡើងលោកស្រីខៃចិន្តាប្រធានសមាគមអភិរក្សដំរីអៃរ៉ាវតាបានសម្ដែងក្តីបតិសមនស្សរីករាយឥតឧបមាដែលលោកស្រីទទួលបាននឹងការគាំទ្រផ្ដល់កិត្តិយសនិងវត្តមានអញ្ជើញចូលរួមពីសំណាក់គណៈអធិបតីអាជ្ញាធរមូលដ្ឋានរដ្ឋាភិបាលពាក់ព័ន្ធក្នុងវិស័យទេសចរនិងបងប្អូនប្រតិបត្តិការទាក់ទងនឹងវិស័យទេសចរក្នុងស្រុកលំផាត់ក៏ដូចជាក្នុងខេត្តរតនគិរីនៃយើងគ្រប់គ្នានៅក្នុងកម្មវិធីសំណេះសំណាលក្នុងលក្ខណៈជាគ្រួសារតែមួយដែលមានក្រមប្រធានបទទាំងអស់គ្នាចូលរួមលើកស្ទួយវិស័យទេសចរក្នុងថ្ងៃនេះសូមស្ដាប់ការលើកឡើងលោកស្រីខៃចិន្តាប្រធានសមាគមអៃរ៉ាវតាដូចតទៅទេសចរលោកថានឹងមានការផ្សព្វផ្សាយឲ្យភ្ញៀវទេសចរមកលេងបានរាប់រយនាក់ទទួលបានព្រោះបរិវេណនេះយើងមានដី7ហិកតានៅបរិវេណនេះអញ្ចឹងយើងអាចទទួលភ្ញៀវបានចា៎ពួកខ្ញុំក៏ពុំតែពង្រីកចំណងយានយន្តបន្ថែមទៀតកាលនោះដាក់បាន45បានប៉ុណ្ណឹងយកដីនេះទៀតបាទនេះអញ្ចឹងខ្ញុំជឿថាប្រហែលជាត្រូវការយ៉ាងតិចក៏100ឡានទៀតយើងមានការទទួលម្ហូបអាហារខ្មែរស្រុកខ្សែចំការរំលោភបែបខ្មែរភូមិភាគកណ្ដាល
ហូបចំអិនក្នុងនគរវិស័យដែលលោកប្រធានអង្គការលើកឡើងឲ្យជំរុញមកបែបថាចំអិនជានៅក្នុងនគរវិស័យយើងធ្វើតាមបងប្អូនជនជាតិដើមភាគតិចរបស់យើងចានេះគឺជនជាតិព្រៃគឺយើងបានរួមធ្វើជាមួយគាត់ហើយយើងក៏អាចធ្វើមកទទួលមកប្រម៉ងមកហូបជុំលៀងឬក៏មកប្រភេទអាំងសាច់បាប៊ូឃ្យូសាឡាត់បារាំងយើងអាចទទួលប្រម៉ងបានចោលថតរូបធ្វើវីដេអូជាមួយដំណឹងphoto shoot ដែលយើងនិយាយភាសាអង់គ្លេសណាយើងខ្ញុំមានក្រុមបច្ចេកជំនាញហើយថតសន្លឹកថតវីដេអូយើងមានជំនាញហើយនឹងមានសំអាងដែរអ្នកខ្លះគេចង់ស្លៀកសំអាងមួយរបៀបបែបប្រពៃណីខ្មែរបុរាណខ្មែរកតាអ្នកខ្លះគេចង់សំអាងបែបបងប្អូនជនជាតិដើមបន្តិចអ្នកខ្លះគេមានសម្លៀកបំពាក់គេហៅថាធម្មតាជាឯកសណ្ឋានការងារតែគេមកថតដោយបងនេះព្រោះនេះអីចឹងឯងគាត់មកថតជាមួយតម្លៃអីក៏យើងអាចប្រឹក្សាផលរបស់ជួយសម្របសម្រួលបានក្នុងកម្មវិធីស្របពាក្យហើយឡាព្រីវិធីភាសាអង់គ្លេសណាការអាចបាននេះគួរបានខ្លះហើយតែមកបានទៅរួមទៅរៀនចឹងខ្ញុំជឿឱកាសថ្ងៃនេះជំរាបសេវាកម្មកន្លែងនេះដែលយើងអាចធ្វើជួយបានហើយយើងឲ្យថតហ្នឹងគឺថតអាចជិះលើតម្លៃអាចថតចិត្តតម្លៃនិយាយទៅយើងមានជួយសម្របសម្រួលឲ្យបានផងមានកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីធម្មជាតិដំណើរជីវិតពិតនិងការរស់នៅរបស់ដំរីកន្លងមករូបភាពបានចុះអនុសាសនៈជាមួយសមាគមលោកបានប្រជុំសិស្សនិស្សិតលោកគ្រូអ្នកគ្រូទាំងខ្មែរទាំងបរទេសមកជាញឹកញាប់ជាប្រចាំសូមអរគុណហើយសូមទាំងឯកឧបត្ថម្ភទៅគាត់លើទៅគាត់ចាអរគុណច្រើនលោកគ្រូដែលបាននៅឲ្យដៃថាយើងហើយយើងនឹងសហការសមាគមនឹងសហការទៅជាមួយនឹងសាលារដ្ឋបន្ថែមទៀតហើយសូមលោកគ្រូហើយនឹងបងអូនលោកបងប្រធានទេសចរសូមជួយដែរដើម្បីសូមការគ្រប់គ្រងនិងដាក់លិខិតស្នើសូមសម្ដែងការគូសំជាមួយនឹងលោកអ្នកនាយកសាលាសម្ដេចទៅសម្ដេចម៉ែដើម្បីយកដែលថាបានជាហើយយកការចុះអបយូអសសាលាឯជាមួយគ្នាលោកអាចថាវាបាននេះថាបញ្ចូលសិស្សទៅមិនតែបងមួយទៅគឺដល់មកគាត់មករៀនពីមុនមិនមែនចឹងទេគឺដល់ពេលដែលយើងចុះអនុសាសនាហើយគឺការចូលរួមបរិច្ចាគតាមសិទ្ធិមានតិចមានច្រើនចូលតាមនឹងតាមទាំងប៉ុណ្ណាទេយើងអត់មានស្នើសុំឲ្យទៅដំណោះឲ្យតែអត់ទេរាយការណ៍ពីរមណីយដ្ឋានទឹកជ្រោះកាទៀងឃុំលបាំង2ស្រុកលំផាត់ខេត្តរតនគិរីដោយខ្ញុំបាទលីវណ្ណា WCV ទូរទស្សន៍សំឡេងស្ត្រីសូមអរគុណនិងសូមគោរពលា